បាទសូមជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពបាទសូមស្វាគមន៍មកកាន់ Channel អាគមខ្មែរ599បាទថ្ងៃនេះអាគមខ្មែរ599បាទមាននិមន្តវិជាការបាលីបកត្រឡប់ទៅវិញបាទមុនវិជាការបាលីបកត្រឡប់ទៅវិញនេះគឺយើងប្រើមុនពេលដែលយើងរៀបចំបាទសម្រានឬក៏រៀបចំគេងបាទមុនវិជាការនេះសម្រាប់ការពារខ្លួននៅពេលដែលមាននរណាម្នាក់ឬក៏មានអ្នកឈ្នានីសយើងចង់ធ្វើអំពើអំព័ន្ធឬក៏ខាបយកព្រលឹងរបស់យើងបាទឬក៏ប្រើសัตว์បាទឬក៏ប្រើសัตว์ដែលឆានមកជួបតែរបស់យើងជាដើមក្តីបាទអំពើអំព័ន្ធមុនខ្មៅទាំងអស់នោះនឹងវិលត្រឡប់ទៅរកម្ចាស់ដើមវិញបាទមុនវិជាការនេះគឺយើងសូត្រសម្រាប់ការពារខ្លួនតែប៉ុណ្ណោះបាទហើយឲ្យអំពើអំព័ន្ធដែលគេធ្វើមកកាន់យើងនឹងវិលត្រឡប់ទៅរកម្ចាស់ដើមវិញបាទគេធ្វើមកប៉ុណ្ណាគឺទៅវិញប៉ុណ្ណឹងបាទមុនវិជាការនេះបាទស្រួលរៀនទេបាទរៀនសម្រាប់ការពារខ្លួនបាទមិនថាពុកម៉ែបងប្អូននៅរស់នៅក្នុងស្រុកក្រៅស្រុកបើក៏អាចសិក្សារៀនសូត្រនៅមុនវិជាការនេះបានដូចគ្នាបាទសម្រាប់ការពារខ្លួនបាទប៉ុន្មានថ្ងៃនេះបានចេញវីដេអូទេបាទពុកម៉ែបងប្អូនបាទដោយសារតែមានការរវល់វិញយ៉ាងបន្តិចបាទហើយមុនវិជាការនេះបាទសង្ឃឹមថាពុកម៉ែបងប្អូនបានស្រឡាញ់ចូលចិត្តបើស្រឡាញ់ចូលចិត្តបាទកុំភ្លេចជួយ like ជួយ share បាទផ្ដល់ជាសញ្ញាកណ្ដឹងមកកាន់ channel ខ្ញុំបាទដាក់មួយពុកម៉ែដើម្បីទទួលបានរកវីដេអូផ្សេងៗបាទដែលខ្ញុំធ្វើការបង្ហោះបង្ហាញបាទពីមុនវិជាការរបស់ដូនតារបស់យើងបាទនឹងជួយថែរក្សាការពារបាទនៅមុននគមគឺថាបាទប្រទេសនៅជិតខាងបាទសូម្បីតែបាទយន់ក៏គេបាទយកអក្សរយើងទៅចាដែរបាទគឺអក្សរយើងទាំងទាំងដុលបាទយកទៅចាជាយន់ជាបាទអក្សរយន់របស់គេបាទដូច្នេះបាទក្នុងនាមយើងទាំងអស់គ្នាជាកូនខ្មែរយើងត្រូវតែថែរក្សាបាទមុនវិជាការមុននគមបាទមិនថាយន់មិនថាបាទមុននគមបាទគឺយើងចូលរួមថែរក្សាការពារទាំងអស់គ្នាបាទគឺជារបស់ដូនតារបស់យើងបានបន្សល់មកសម្រាប់ការពារខ្លួនបាទកុំឲ្យខាតពេលយូរណាពុកម៉ែបងប្អូនបាទក៏សូមសូត្រនៅមុនវិជាការនេះដូចតទៅជាដំបូងគឺយើងផ្ដើមនៅមុខបញ្ចប់ជាមុនសិនបាទនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមៈអឧអមៈអ្នកមៈអឧអអ្នក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 មៈបាទវិជាការនេះខ្លីទេបាទគឺយើងសូត្រ7ចប់មុនពេលដែលយើងរៀបចូលសម្រានបាទឬក៏យើងធ្វើដំណើរទៅទីឆ្ងាយតំបន់ឆ្ងាយបាទឬក៏យើងបាទដើរបោះតង់ក្នុងព្រៃបាទសម្រានពេលយប់អីបាទគឺអាចការពារយើងបានបាទនឹងការពារនៅមុនវិជាខ្មៅបាទដែលគេធ្វើបាទរកក្រក់កាន់យើងបាទគឺនឹងវិលត្រឡប់ទៅវិញជាមិនខានឡើយបាទព្រោះថាមិនមានអ្នកណាស្រឡាញ់យើងទាំងអស់ទេណាពុកបងប្អូនបាទអ្នកដែលឈ្នានីសយើងអ្នកដែលចាំបាទមើលយើងពីក្រោយបាទគឺពេលដែលយើងភ្លេចខ្លួនឬក៏យើងប
បាទភ្លេចខ្លួនអ្វីមួយមកគេធ្វើអំពើមកកាន់យើងជាមិនខានឡើយបាទដូច្នេះយើងត្រូវតែបាទមានមុនវិជ្ជាការដើម្បីការពារខ្លួនបើសិនជាពុកម៉ែបងប្អូនបាទដែលមិនមានខ្សែចង្កេះដែលមិនមានបាទយ័ន្តការពារឬក៏ខ្សែចង្កេះការពារយើងអាចប្រើមុនវិជ្ជាការនេះការពារខ្លួនយើងបានបាទការពារក្រុមគ្រួសារយើងបាទការពារខ្លួនយើងបាទមិនឲ្យមានបាទសត្វនិរិឆានបាទចូលមកផ្ទះរបស់យើងដោយគេប្រើមុនខ្មៅចូលមកណាពុកបងប្អូនបាទដូចជាក្អែបខ្ទួយឬក៏កន្លង់ឬក៏សត្វទីផ្សេងទៀតបាទជាសត្វអសេរីពឹសបាទដូច្នេះគឺយើងសូត្រមន្តវិជ្ជាការនេះដើម្បីការពារខ្លួនយើងការពារគេខាព្រលឹងរបស់យើងការពារមុនវិជ្ជាខ្មៅបាទដែលគេធ្វើប៉ុនប៉ងមកកាន់យើងបាទឲ្យបកត្រឡប់ទៅកាន់គេវិញបាទហើយពុកបងប្អូនដែលរស់នៅក្នុងស្រុកក្រៅស្រុកបើក៏អាចសិក្សារៀនសូត្រនៅមុនវិជ្ជាការនេះដូចគ្នាបាទសម្រាប់ការពារខ្លួនបាទនៅពេលដែលយើងបាទទៅសម្រាននៅទីណាម្នាក់ឯងបាទគឺយើងអាចសូត្រមន្តវិជ្ជាការនេះដើម្បីការពារខ្លួនបានដែរបាទហើយសង្ឃឹមថាពុកបងប្អូនបាទចូលរួមថែរក្សាការពារនៅមុនវិជ្ជាការមុននគមបាទមិនថាយ័ន្តមិនថាបាទមុនបាលីបាទយើងចូលរួមការពារថែរក្សាមុនវិជ្ជាការរបស់ដូនតាយើងទាំងអស់គ្នាបាទដើម្បីបន្តទុកដល់ក្មេងចំនួនក្រោយបាទកូនចៅយើងចំនួនក្រោយទៀតឲ្យគាត់បានដឹងរៀនសូត្រនៅមុនវិជ្ជាការរបស់បាទដូនតារបស់យើងបាទអរគុណណាស់ពុកម៉ែបងប្អូនបាទជាចុងក្រោយក៏សូមជួយចុច Subscribe ដូចជានិច្ចមាត់ម្នាក់ផងបាទសូមអរគុណបាទសូមជម្រាបលា